បាទឃើញទេអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅគឺវាលោតពណ៌លឿងនៅរោនឹងតែម្ដងបាទអុយទេបាទបើចង់ចេះសូមតាមដានវីដេអូទាំងអស់គ្នាដូចតទៅសួស្តីអ្នកទាំងអស់គ្នាជួបគ្នាជាថ្មីម្ដងទៀតជាមួយ Simple Tutorial បាទដូចដែលបានបង្ហាញវីដេអូខាងដើមអញ្ចឹងគឺគ្រាន់តែចុចលើ cell ណាមួយទៅគឺវានឹង load highlight លឿងតែម្ដងដូច្នេះដើម្បីធ្វើវាបានសូមតាមដានទាំងអស់គ្នាជាដំបូងអ្នកទាំងអស់គ្នាត្រូវ select នៅតារាងមួយដែលអ្នកទាំងអស់គ្នាចង់ដាក់ highlight ហ្នឹងសិនបាទបន្ទាប់ពី select រួចរាល់ហើយអ្នកទាំងអស់គ្នាទៅចូលមកកាន់ condition format បន្ទាប់មកយកពាក្យថា new row បាទបន្ទាប់មកអ្នកទាំងអស់គ្នាសូមវាយនៅរូបមន្តដូចដែលបានបង្ហាញបាទគឺស្មើ row បាទគឺដូចដែលបានបង្ហាញនៅលើ screen ហ្នឹងអញ្ចឹងបាទនៅពេលដែលវាយបញ្ចូលនៅរូបមន្តនឹងរួចរាល់ហើយអ្នកនរគ្នាត្រូវចុចទៅលើ format បាទបន្ទាប់ពីចេញformat រួចហើយអ្នកនរគ្នាចុចលើពាក្យថា fill បន្ទាប់មកជ្រើសពណ៌មួយណាដែលឲ្យអ្នកទាំងអស់គ្នាចង់បង្ហាញនៅលើការ highlight នៅលើ row ហ្នឹងបាទបន្ទាប់មកចុចលើពាក្យថា OK ម្ដងទៀតបាទឥឡូវយើងចូលដល់កន្លែង code គឺ right click នៅលើ sheet ដែលលោកអ្នកកំពុងតែនេះហ្នឹងបន្ទាប់មកយក view code បាទបន្ទាប់មកជ្រើសរើសបដូរវាពី general ទៅជា worksheet បាទបន្ទាប់មកសូមវាយនៅ code ខ្ញុំនឹងដាក់នៅក្នុង description ឬមួយក៏តាមដាននៅលើ screen ហ្នឹងក៏បានដែរបាទគឺ application បាទបន្ទាប់មកចុចពាក្យថា screen updating បាទបន្ទាប់ចុច screen updating ហើយដាក់សញ្ញាស្មើមួយគឺអ្នកទាំងអស់គ្នាត្រូវយកពាក្យថា true បាទបន្ទាប់ពីយកពាក្យថា true ហើយអ្នកទាំងអស់គ្នាបិទនៅផ្ទាំងកិច្ចការហ្នឹងបន្ទាប់មកអ្នកទាំងអស់គ្នាមកចុចនៅលើ cell របស់អ្នកទាំងអស់គ្នាវិញបាទនេះគឺលទ្ធផលបានបង្ហាញហើយគឺអ្នកទាំងអស់គ្នាចុច cell មួយណាក៏បានដែរគឺវានឹង load មកចូល highlight ដែលអ្នកទាំងអស់គ្នា select នោះតែម្ដងបាទគឺវាមានការងាយស្រួលក្នុងការធ្វើកិច្ចការរបស់អ្នកទាំងអស់គ្នាបើសិនបើតារាងនោះវាវែងអាចផុត screen បាទអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នារីករាយនិងពេញចិត្តនៅអ្វីដែលខ្ញុំចែករំលែកបាទសូមអរគុណសូមជម្រាបលា